បាទសួស្តីបងប្អូនអរគ្នាបាទពេលនេះគឺខ្ញុំសូមបង្ហាញពីរបៀបការពារ Telegram យើងដើម្បីកុំឲ្យក្រុមហ៊ុន Telegram គេបិទ account របស់យើងណាបាទអញ្ចឹងTelegram យើងមិនមានចាស់ហាយទេជួនកាលគឺសុកគឺ Telegram ហ្នឹងគឺ delete ឲ្យ auto ហ្មងបាទអញ្ចឹងដើម្បីយើងដឹងថាមូលហេតុអីបានជាក្រុមហ៊ុន Telegram បិទ account របស់យើងហ្នឹងចូលទៅមើលទាំងអស់គ្នាបាទអញ្ចឹងគឺយើងចូលមក Telegram របស់យើងមកបាទបាក់ Telegram មកហើយបញ្ជាក់ដែរ Telegram គឺយើងត្រូវតែឲ្យមានសុវត្ថិភាពបាទអញ្ចឹងយើងចូល Telegram ហើយយើងចូលមកសញ្ញាត្រី3ខាងលើបាទបាទសញ្ញាត្រី3បន្ទាប់មកគឺយើងចូលនៅកន្លែង setting បាទចូល setting នឹងមកយើងនឹងឃើញទម្រង់បែបនេះអញ្ចឹងយើងត្រូវចូលនៅកន្លែងនេះ privacy and security បាទចូលឡើងនឹងមកអញ្ចឹងចូលកន្លែងហ្នឹងចំពោះ Telegram គឺបងប្អូនត្រូវធ្វើការlock មានអ្នក lock កម្មវិធី Telegram ហ្នឹងដើម្បីការពារទី1ខ្លាចមានអ្នកយក Telegram របស់យើងទៅប្រើអញ្ចឹងបងប្អូនត្រូវ lock បាទ password lock មួយទៀតគឺបងប្អូនត្រូវដាក់ two step បាទ two step verification ហ្នឹងអញ្ចឹងកាលណាបងប្អូនដាក់2ហ្នឹងប្រសិនណាមានអ្នកណាមួយគាត់ hack លួច Telegram របស់យើងអញ្ចឹងគឺគាត់អាចយកបានទេពេលដែលគេ lock ចូល Telegram យើងហើយនេះអា two step នេះគឺវានឹងផ្ញើលេខកូដបាទវាផ្ញើលេខកូដឲ្យយើងហើយអញ្ចឹងបើកាលណាយើងឃើញមានលេខកូដអីមិនស្រួលគឺយើងអាចដឹងថាអូមានគេលួច hack ហើយប៉ុន្តែចំណុចនេះគឺខ្ញុំចង់ប្រាប់ថាមូលហេតុបានជា Telegram គេមានថា Telegram យើងប្រើសុកគឺវាបាត់ចេញ delete account បាទចេញ delete account ចេញ delete account វាមិនមកមើល account ដែលគេ delete បាទនេះគឺ delete ជាបាទ delete account ទោះបី Telegram យើងទើបតែបង្កើតក៏ដោយក៏វា delete ដែរមានន័យថាបិទដោយក្រុមហ៊ុន Telegram ផ្ទាល់អត់មែនពីណា hack របស់យើងណាឬមួយក៏អត់មែនអីថតលុបទេអញ្ចឹងបងប្អូនទៅមើលកន្លែងនេះកន្លែងនេះគេដាក់ថា delete my account បាទកន្លែងនេះអញ្ចឹងគេថា if always for អញ្ចឹងកន្លែងនេះមាន24ម៉ាន់មាន24ខែអញ្ចឹងពីមុនគឺវាមាន1ខែ1ម៉ាន់3ម៉ាន់6ម៉ាន់ហើយនឹង12ម៉ាន់ន័យថាគេមានរយៈពេល6ខែមាន8ខែទៀតបាទ6ខែ8ខែហើយនឹង1ឆ្នាំកន្លែង12ម៉ាន់គេដាក់1 year តែឥឡូវគេដូរដាក់មាន18ឆ្នាំហើយនឹង24ឆ្នាំអញ្ចឹងយើងដាក់24អញ្ចឹងកាលណារបស់ខ្ញុំគឺខ្ញុំយក24ដើម្បីវាថារយៈពេល24ហ្នឹងគឺវានឹងសួរយើងហើយវានឹងសួរយើងថាតើaccount ហ្នឹងលេខហ្នឹងគឺជាលេខទូរស័ព្ទរបស់យើងអត់អញ្ចឹងកាលណាដែលយើងចូលមកនៅក្នុងកន្លែង setting នេះអញ្ចឹងបងប្អូនអាសាចូលនៅកន្លែង setting ហ្នឹងចុចលើសញ្ញាត្រី3ហ្នឹងមកកន្លែង setting ហ្នឹងវានឹងលោតសញ្ញាឧទានមួយរួចមកវាបង្ហាញលេខទូរស័ព្ទវាបង្ហាញលេខទូរស័ព្ទរបស់យើងសួរថាតើលេខហ្នឹងគឺជាលេខរបស់យើងអត់តបមកវាមានសញ្ញាឲ្យយើងចុច yes ហើយនឹង no អញ្ចឹងកាលណាយើងចុច no បន្តិចទៀតគឺ account វានឹងបាត់លុបដោយស្វ័យប្រវត្តិបើសិនណាយើងចុច yes មានន័យថាលេខហ្នឹងគឺជាលេខទូរស័ព្ទរបស់យើង account របស់យើងដែលកំពុងតែប្រើអញ្ចឹងក្រុមហ៊ុន Telegram វាអត់បិទរបស់យើងទេហើយមួយទៀតគឺវានឹងលោតឧទាហរណ៍ដូចគ្នាលោត two step មានលេខកូដ2តង់ណាកន្លែង two step ហ្នឹងក៏វាលោតសួរយើងដែរសួរថាតើលេខកូដហ្នឹងគឺជាលេខរបស់យើងអត់អញ្ចឹងបើសិនណាយើងចុច no មានថា two step របស់យើងគឺដាច់ហើយ
មានន័យថាគេអាចមានគេយកបានឬមួយក៏គេដាច់ហើយអញ្ចឹងយើងត្រូវចុចចេះអញ្ចឹងឲ្យតែក៏លោតកន្លែងហ្នឹងគឺមានលោតសញ្ញាទៀនដូចជាពណ៌ខៀវហើយវាមានពាក្យ yes ហើយ no អញ្ចឹងឲ្យតែលោតកន្លែងហ្នឹងបងប្អូនចុច yes ទៅតែបើខ្ញុំនេះគឺខ្ញុំដាក់ហើយអត់មានអីទៀតទេអត់មានទេតែខោនេះដាក់ហើយអញ្ចឹងដើម្បីកុំឲ្យ Telegram យើងបាត់អត់ដឹងអត់មានទេ account មួយនេះអញ្ចឹងខ្ញុំមើលមានរូបភាពឬក៏ចំណុចណាដែលពេលបង្ហាញទៀតគឺខ្ញុំធ្វើវីដេអូបន្តទៀត